មុននឹងឡើងយន្តហោះត្រឡប់ទៅប្រទេសស្វីសវិញចាឥឡូវយើងមកដើរលេងនៅទីក្រុងអាំស្ទែដាំតិចសិនណានាំអ្នកស្វីសមកស្រង់ក្លិនកញ្ឆាបន្តិចមើលមិនវិញចាហើយទីក្រុងនេះក៏គេមានកន្លែងគេថានារីឈរតាំងនៅក្នុងកញ្ចក់បង្ហាញរឿងបង្អួតរឿងអីចឹងណានៅខាង The Wallen ឬក៏គេហៅថា Red Light District និយាយទៅទូរីសអ្នកទេសចរគឺសំដៅទៅកន្លែងហ្នឹងឯងឥឡូវនេះគឺថាព្រឹកព្រលឹមឡើងចែកជើងគ្នាចាគ្រូសាស្ត្រនាងខ្ញុំគាត់ជូនអូន Fins ទៅសាលារៀនហើយក៏មានជាការលាគ្នាអីជាដើមចឹងណាចាហើយបន្ទាប់មកហ្នឹងយើងក៏រៀបចំអីវ៉ាន់ចាវិចខ្ចប់ក្តាមខ្ចៅក្តាមប្រៃអីហ្នឹងចាគ្រឿងជូរគ្រឿងអីហ្នឹងញ៉ាំអត់អស់ទេឲ្យនីសាយកទៅញ៉ាំនៅស្វីសទៅចាហើយក៏មានកាដូតិចតួចជូនអ្នកមីងផងដែរចាកាដូអនុស្សាវរីយ៍ពីប្រទេសហូឡង់ចឹងណាហើយក៏អរគុណនីសាដែរដែលគាត់មកលេងហើយគាត់ស្ពីប្រហុកយកមកឲ្យទីនេះបងប្អូនចាគឺថាពងខ្វះប្រហុកញ៉ាំផងឥឡូវនេះគឺថាត្រូវម៉ាច់ហ្មងណាហើយមានទាំងត្រីងៀតត្រីឆ្អើអូសិតរបស់ឆ្ងាញ់គឺថាជាតិនេះមិនស្រកទេមកទៅហើយក៏មានលេចាគឺថាលេលាបស្បែកបងប្អូនដឹងស្រាប់ហើយគាត់ឥឡូវគាត់មានលក់លេលាបស្បែកព្រមទាំង scrub ខាត់ស្បែកផងដែរចាបើសិនចាប់អារម្មណ៍បងប្អូនអាចតាក់ទងចាចូលទៅក្នុង page នេះបានណាបន្ទាប់មកយើងក៏នាំគ្នាញ៉ាំអាហារពេលព្រឹកចាអាហារពេលព្រឹកនាងខ្ញុំចូលចិត្តធ្វើបាយស្រូបចាពេលមានភ្ញៀវមកចឹងទៅធ្វើបាយស្រូបវាងាយស្រួលហើយឆ្ងាញ់ទៀតព្រឹកនេះនិយាយថាអាកាសធាតុល្មមអត់ក្តៅអត់ត្រជាក់ទេហើយនិយាយថាស្ងប់ស្ងាត់ល្អណាស់បងប្អូនហើយញ៉ាំបែបឈៀលបែបមួយចឹងណាហើយបាយស្រូបនេះអូយនឹងតំណងនេះដាក់ម្ទេសឆាម្ទេសជ្រក់អីចឹងទៅអូយបងប្អូនហើយកាហ្វេទឹកដោះគោទឹកកកទៀតឆ្ងាញ់ស្លាប់ហ្មងឆ្ងាញ់ណាលយហើយជាអ្នកមើលយ៉ាត់តែមានកាហ្វេញ៉ាំខែក្តៅញ៉ាំបានតែខែក្តៅទេនេះហ៎ឆ្ងាញ់ញ៉ាំបាយក្រៅខ្លែមរុយញ៉ាំបាយខ្លែមរុយទឹកឡើងហ្មងខ្ញុំចាំមិនងាយចាំមិនជាប៉ុណ្ណេះល្មមអូឆ្ងាញ់តាញ៉ាំមានគ្នាចឹងនឹងឆ្ងាញ់ណាប្រហែលថ្ងៃមុនគឺថាដើរជាប់គ្នាអត់សូវបានសម្រាកទេអញ្ចឹងហើយថ្ងៃនេះយើងអត់បញ្ញាប់ទៅណាទេនិយាយគ្នាបដើញ៉ាំបដើអញ្ចឹងទៅចាក្តីសុខមួយយ៉ាងដែរបងប្អូនសំខាន់ហ្នឹងមុននឹងចេញពីផ្ទះហ្នឹងគឺថាយើងនាំគ្នាថតចាប់ប្រហែលជា100ប៉ុសអីមុនចេញទៅណាចាមិនងាយបានជួបគ្នាទៀតទេអញ្ចឹងថតទុកជាអនុស្សាវរីយ៍ទុកមើលថ្ងៃក្រោយលេងអញ្ចឹងណាហើយមកដល់អាំស្ទែដាំហើយអូប្រឡោះនេះស្អាតជាងនេះគ្រាន់តែមកដល់អាំស្ទែដាំភ្លាមគឺថារកតែប្លង់ថតនឹងឯងបងប្អូនមិនដឹងថាមកមើលទីក្រុងឬក៏មកថតទេនេះចាតាមពិតទៅពេលមកដល់ទីក្រុងនេះហ៎បងប្អូនកុំភ្លេចសាកថ្មឲ្យពេញជាពិសេសយក power bank មកផងព្រោះថាទីក្រុងនេះតាមពិតវាមិនធំអីហ្មងណាគាត់ថាមានប្លង់ថតស្អាតជាច្រើនមានផ្លូវទឹកមានទូកមានអគារបុរាណជាច្រើនហើយជាពិសេសហ្នឹងគឺបន្លាយដែលគេជីកនឹងហ្មងបងប្អូនចាពីជំនាន់មុនហ្នឹងគឺគេប្រើផ្លូវទឹកហ្នឹងដើម្បីដឹកជញ្ជូនដឹកតំណែងអីចឹងទៅហើយក៏ការពារពីសត្រូវផងដែរជាពិសេសហ្នឹងដោយសារតែប្រទេសហូឡង់វាទាបជាងទឹកសមុទ្របងប្អូនអញ្ចឹងគេជីកបន្លាយដើម្បីទប់ទឹកភ្លៀងចាភ្លៀងមកអីច្រើនចឹងទៅកុំឲ្យលិចប្រទេសណាចំណែកផ្ទះមួយជួរនេះវិញក៏ល្បីដែរបងប្អូនភ្ញៀវទេសចរដែលមកទីក្រុងអាំស្ទែដាំនេះគឺអត់ដែលរំលងទេគឺថាត្រូវតែចូលថតប្លង់នេះតែម្ដងចាថតលើស្ពានចំហៀងនឹងក៏បានខាងមុខនឹងក៏បានដែរគឺថាថតជ្រុងណាក៏ឃើញស្អាតដែរបងប្អូនផ្ទះគេគឺថាទូមែនតើគឺសង់នៅលើទឹកនឹងហ្មងទីក្រុងនេះក៏គេមានសារមន្ទីរល្បីជាច្រើនផងដែរបងប្អូនចាចូលមើលសារមន្ទីរគេទៅដើម្បីស្គាល់ពីប្រវត្តិទីក្រុងឬក៏ប្រទេសគេបានកាន់តែច្បាស់ណាឥឡូវនេះយើងនាំគ្នាជិះទូកចាមើលទីក្រុងគេណាបើថាដើរក៏ដើរមិនសពដែរបងប្អូនអ្នកខ្លះគឺគាត់ជួលកង់គេជិះចាជិះក្នុងទីក្រុងចឹងទៅក៏មួយយ៉ាងដែរហើយអ្នកខ្លះទៀតក៏គាត់ដើរចឹងទៅតែពួកខ្ញុំនេះគឺថាអត់ដើរទេសុកចិត្តជិះទូកវិញចាជិះទូកតែ1ម៉ោងនេះបងប្អូនហើយទូកខ្លះក៏1ម៉ោងកន្លះចឹងទៅតាមបងប្អូនចង់ជិះយូរជិះលឿនអីចឹងណាក្នុងទូកដែលពួកខ្ញុំជិះនេះគឺគេមានបន្ទប់ទឹកដែរប៉ុន្តែអត់មានទឹកទេបងប្អូនអត់មានទឹកញ៉ាំទេអញ្ចឹងយើងទិញទឹកពីក្រៅទុកឲ្យហើយដោយសារថ្ងៃពួកខ្ញុំជិះហ្នឹងគឺក្តៅបែកក្បាលហ្មងអញ្ចឹងហើយជិះយូរទៅស្រេកទឹកមែនតើអញ្ចឹងយើងត្រូវមានទឹកជាប់ខ្លួនតាមបទពិសោធន៍នេះខ្ញុំធ្លាប់មកលេងទីក្រុងអាំស្ទែដាំជាច្រើនដងណាចាគឺសុកចិត្តជិះទូកមុនគេបងអស់បងប្អូនគឺថាល្អហ្មងគឺយើងបានឃើញទីក្រុងគេទាំងមូលហើយយើងអត់សូវហត់ណាចាហើយនេះគឺទស្សនវិជ្ជានៅតាមមាត់ទឹកនេះបងប្អូនឡានចតគឺថាឡើងគៀកមាត់ទឹកហ្មងណាចតស្រួលធ្លាក់ទឹកហើយនេះស្អីស្អាតរបស់យើងចាគឺថាគយគុណទេសភាពក៏ពិតក្តៅចង់បែកក្បាលឯងបងប្អូនអើយចាប៉ុន្តែគឺថារៀងធូរចិត្តមកវិញដែរដោយសារថ្ងៃហ្នឹងគឺថាអត់សូវមានមនុស្សច្រើនអង្គុយក្នុងទូកហ្នឹងអញ្ចឹងយើងដូរកន្លែងចល័តរហូតចាអង្គុយចិត្តប្អួយបិទបើកអញ្ចឹងទៅគឺថាឲ្យស្រួលមែនតើខ្យល់ហៀកអញ្ចឹងទៅចាថតឃើញលយហ្មងបងប្អូនហើយអ្វីដែលខ្ញុំកោតស្ងប់ស្ងាញ់ប្រទេសហូឡង់នេះបងប្អូនចាយើងសង្កេតមើលកន្លែងនេះដបូលទូកនេះបើសិនជាទឹកឡើងគឺដបូលទូកហ្នឹងគឺបុកនឹងស្ពានហ្នឹងហ្មងបងប្អូនប៉ុន្តែដោយសារប្រទេសនេះគឺគេជំនាញខាងបញ្ចេញបញ្ចូលទឹកចាអញ្ចឹងទៅទឹកឡើងឬក៏ទឹកស្រកប៉ុណ្ណាក៏គេអាចគ្រប់គ្រងបានដែរនៅតាមមាត់ទឹកនេះគឺយើងអាចមើលពីការរស់នៅជីវភាពរស់នៅរបស់គេនៅតាមទីក្រុងចាម៉ូដផ្ទះរបស់គេមួយគឺខុសពីខាងប៉ែកប្រទេសផ្សេងនៅអឺរ៉ុបចាគឺគេមានលក្ខណៈសម្គាល់ផ្សេងគ្នានេះបងប្អូនចាម៉ូដផ្ទះរបស់គេនេះគឺស្អាតម្យ៉ាងអញ្ចឹងទៅចាម៉ូដផ្ទះខាងប្រទេសបារាំងអាល្លឺម៉ង់អង់គ្លេសគឺថាមានបែបបត់ផ្សេងគ្នាអញ្ចឹងណាពេលជិះទូកអញ្ចឹងបងប្អូននឹងឃើញផ្ទះសង់លើទឹកជាច្រើនចាសង់ជាម៉ូដផ្ទះឬក៏ជាទូកតែម្ដងចាទូកហ្នឹងមិនមែនគេជិះយូរម្ដងទេទូកហ្នឹងគឺគេសង់សម្រាប់
សម្រាប់គេងនឹងអីនឹងអញ្ចឹងណាហើយតម្លៃគឺថាចង់ថ្លៃជាងផ្ទះនៅលើដីទៀតណាបងប្អូននៅទីក្រុងនេះក៏ជាគោលដៅមួយដ៏សំខាន់ផងដែរសម្រាប់ភ្ញៀវទេសចរមួយចំនួនដែលគាត់ចាចូលចិត្តជក់កឆាជក់អីហ្នឹងណាដោយសារនៅនេះតាមហាងកាហ្វេមួយចំនួនចាមិនគ្រប់កន្លែងណាគឺមានដោយកន្លែងគឺគេមានលក់ឆាលក់ភៀនអីចឹងដែរចាគឺច្បាប់គេរៀងតឹងរឹងខ្លាំងដែរបងប្អូនមិនថាជាបើកចំហអីទេគេមានចំនួនកំណត់ចឹងម្នាក់គេអាចទិញឬក៏អាចជក់បានប្រហែលក្រាមអីចឹងនិយាយនេះដូចធ្លាប់ជក់ចឹងណាបើបងប្អូនចង់ដឹងថាក្លិនកឆាហ្នឹងក្លិនមិនខ្មិចបងប្អូនមកទីក្រុងអាំស្ទែដាមមកចាគឺថាមានប្លុកវាណាដើរកាត់មួយទៅអូយក្លិនកឆាឡងឈួលឡងឈឺក្បាលហ្មងណាដំបងគឺថាឈឺក្បាលដើរយូរទៅតាមហត់ហ្មងប្រយ័ត្នញៀនណាបងប្អូនជិះទូ1ម៉ោងគឺថាលឿនមែនបងប្អូនចាអង្គុយនិយាយទៅគ្មានសូវបានស្ដាប់កាយគេនិយាយរៀបរាប់ទេគឺតែពីថតហ្នឹងឯងចាឥឡូវនេះយើងសម្ដៅទៅកន្លែងមួយទៀតក៏សំខាន់ដែរបងប្អូនកន្លែងហ្នឹងភ្ញៀវទេសចរមកពិភពលោកគឺគាត់ចង់មកមើលកន្លែងហ្នឹងផ្ទាល់ភ្នែកហ្មងទាំងនាងខ្ញុំទាំងគេមិនថាស្រីប្រុសហើយគឺត្រូវទៅមើលកន្លែងហ្នឹងគឺជាកន្លែងដែលនារីគាត់លក់សេវាកម្មផ្លូវភេទណាគាត់ឈរនៅក្នុងកញ្ចក់ភិកច្រើនចេញយប់ឡើងគឺចេញមកច្រើនមែនគេហៅថា The Wallen ឬក៏ Red Light District ចាតំបន់ហ្នឹងគឺថាអូយប់ឡើងមនុស្សច្រើនណាបងប្អូនភ្លើងពណ៌ឡើងស្រស់ស្អាតហ្មងហើយនេះស្បែកជើងប្រចាំប្រទេសហូឡង់បងប្អូនកសិករហូឡង់គេពាក់ជំនាន់មុនណាឃើញអញ្ចឹងទៅចាថតលេងទៅហើយឥឡូវនេះយើងមកវាំងស្ដាប់ថតរូបថតអីលេងហើយក៏បន្តទៅកន្លែងខ្ញុំនិយាយមិញហ្នឹងគឺទៅមើលនារីតាំងកញ្ចក់អញ្ចឹងណាបងប្អូនតែកន្លែងហ្នឹងគេឲ្យថតទេចាគឺគេរក្សាកម្មសិទ្ធិតខ្លួនដែរអញ្ចឹងយើងរក្សាសិទ្ធិរបស់គេដែរបងប្អូនទោះបីតែគេបំរើសេវាកម្មផ្លូវភេទស្របច្បាប់យ៉ាងណាក៏ដោយក៏យើងអត់គួរថតផ្សាយបង្ហោះមុខមាត់របស់គេដែរគឺគេដាក់ផ្លាកហាមដែរឲ្យថតនេះមកដល់នេះបងប្អូនកន្លែងនេះឯងហើយនេះនាំគ្នាចូលមើលមាត់ទឹកអីតិចតួចនេះមាត់ទឹកបលាយហ្នឹងឯងបងប្អូនខ្ញុំនិយាយសម្បូរបលាយទឹកបែបនេះមានច្រើនណាស់ចង់ថតរូបបានស្អាតមុនមកនេះបងប្អូនមើលគេរបៀបដូចថាកាច់ style កាច់មិនចាប្លង់ណាប្លង់ណីស្អាតអញ្ចឹងនេះមើល idol យើងថតតែអូយ style គ្រប់ប្រភេទហ្មងបងប្អូននេះចាក៏បានមកដល់ហូឡង់ហើយត្រូវទៅសាកញ៉ាំត្រីហារីងគេមើលបងប្អូនចាត្រីឆៅត្រីសមុទ្រឆៅរបស់ប្រទេសហូឡង់ចាល្បីឈ្មោះមែនតើគឺគេញ៉ាំជាមួយនឹងខ្ទឹមបារាំងហើយនឹងជ្រក់សក់តែពេលឃើញយើងទៅនឹកឃើញដល់ខ្លួនឯងកាលមកញ៉ាំនៅប្រទេសហូឡង់ដំបងអត់ចេះញ៉ាំទេបងប្អូនចាគឺអត់ចូលចិត្តរសជាតិបែបហ្នឹងទេតើតលាយគ្រឿងមានម្ទេសក្រូចឆ្មាមានជីមានខ្ទឹមអីចឹងមិនចេះញ៉ាំអាហ្នឹងមិនឆ្ងាញ់ហ្មងណាតែដល់ពេលនៅហូឡង់យូរទៅមិនចេះញ៉ាំត្រីនេះគឺយើងត្រូវក្លាស់សេឲ្យត្រជាក់ស្រាប់ហ្មងមិនឆ្ងាញ់បងប្អូនហើយបើបានញ៉ាំខែល្ងាខែធ្លាក់តកកទៀតអូយរហូតតែឆ្ងាញ់អាស្រ័យតាមការចូលចិត្តទេអ្នកខ្លះក៏គាត់ញ៉ាំលើកទី1គាត់ចូលចិត្តចឹងណាហើយក៏តាមប្រភេទត្រីដែរត្រីតូបខ្លះថាវារៀងស្រស់ឆ្ងាញ់ចឹងណាសរសើរម្នាក់ដែរគឺថាដើរមួយថ្ងៃមានហេវអីសោះបងប្អូនចាំមុនហ្នឹងចូល McDonald ញ៉ាំម្ដងហើយខារ៉ានគាត់ហេវណាហើយគាត់ថាយើងដើរយូរទៅយើងចុកជើងអញ្ចឹងក៏មកអង្គុយញ៉ាំទឹកញ៉ាំអីលេងហើយកន្លែងមិញហ្នឹងអត់មានអីញ៉ាំក៏ដកមាត់ទេអញ្ចឹងក៏ដូរមកកន្លែងទៀតមកកន្លែងនេះគឺគេមានតែមួយមុខនឹងឯងនេះបងប្អូនចាប្រសើរជាងអត់ដែរដើរកាន់តែឆ្ងាយទៅគឺកាន់តែគៀកកន្លែងចតឡានអញ្ចឹងបងប្អូនព្រោះយើងត្រឡប់ទៅវិញហើយប៉ុន្តែគាត់ថាកន្លែងនេះទេសភាពស្អាតមែនចាមានទូកជិះចុះឡើងអញ្ចឹងទៅស្រស់ស្រាយទេសភាពថ្ងៃនេះគឺថាដើរលេងរហូតដល់ម៉ោងឡើងយន្តហោះហ្មងណាដោយសារអីកន្លែងពួកខ្ញុំទៅមិញហ្នឹងចាគឺអត់នៅឆ្ងាយពីពលានយន្តហោះនេះទេដោយសារវានៅអាំស្ទែដាមដូចគ្នាជិះឡានប្រហែលជាខ្ទង់25នាទីហ្នឹងមកដល់ហើយនេះចាគាត់ថាម៉ោងយើងចេញមកហ្នឹងវាគៀកម៉ោងគេចេញធ្វើការអញ្ចឹងណាអញ្ចឹងទៅក៏ឆាប់ចេញមុនម៉ោងគេស្ទះផ្លូវបងប្អូនចាប៉ុន្តែចេញមកក៏ថាអត់អីដែរគាត់តែមកដល់ភ្លាមពួកគាត់ចូល check in តែម្ដងចានិយាយទៅពេលវេលានិយាយពីថាដើរលឿនអើយលឿនហើយវីដេអូដែលខ្ញុំធ្វើតាំងប្រហែលនេះចារៀងវែងបន្តិចទុកជាអនុស្សាវរីយ៍ទុកមើលថ្ងៃក្រោយចាមួយងាយធ្វើទេវីដេអូនេះខ្ញុំគឺថាបងប្អូនធ្លាប់តាមដានដឹងហើយវីដេអូនេះខ្ញុំមួយគឺថាខ្លីៗណាមួយរយៈចុងក្រោយនេះមិនងាយធ្វើវែងអញ្ចឹងទេនេះណាបានពួកម៉ាក់សម្លាញ់មកលេងបងប្អូនហើយមានម៉ាក់មានកូនមកជុំគ្នាជាលក្ខណៈគ្រួសារអញ្ចឹងទៅគឺយើងកាន់តែមានភាពជិតស្និទ្ធនឹងគ្នាអញ្ចឹងណាមិនដឹងថាកាលបានជួបគ្នាទេបងប្អូនហើយស្វីហើយហូឡង់គឺថានៅជិតគ្នាបកាយហ្នឹងគាត់ថាម្នាក់មានគ្រួសាររៀងខ្លួនអញ្ចឹងណាការជួបជុំគ្នាហ្នឹងក៏វាមិនងាយស្រួលដែរប៉ុន្តែយើងនៅតែបន្តរក្សាទំនាក់ទំនងល្អនឹងគ្នាដល់ហើយជំរាបលាមីង